ចឹងនេះជាវីដេអូទី3ដែលសម្រាប់សកលកម្មនៅពេលដែលខាងសាលារៀនគឺគាត់ដាក់ QR ឲ្យ scan ហ្នឹងគឺគាត់បើកកាមេរ៉ាទូរស័ព្ទរបស់គាត់មកចឹងគាត់ធ្វើការ scan ទៅលើ QR មួយហ្នឹងចឹងនៅពេលដែល scan QR មួយហ្នឹងមកវាចូលមកកាន់កន្លែង login អញ្ចឹងសកលកម្មគាត់ដាក់លេខទូរស័ព្ទរបស់គាត់មកអញ្ចឹងខ្ញុំលើកយកលេខទូរស័ព្ទរបស់សកលកម្មមួយយកមកធ្វើហើយបន្តមកទៀតគឺគាត់ចុចបន្តចឹងនៅពេលដែលគាត់ login success ហ្នឹងមកគឺវានឹងមកចូលមកដល់កន្លែង survey នោះឯងចឹងសកលកម្មគឺគាត់អាចដាក់ fill in ទៅលើព័ត៌មានដែលតាក់ទងជាមួយនឹង survey ហ្នឹងចឹងអានេះគឺខ្ញុំដាក់ចោលសិនបាទរបស់ទី2ត្រង់បាទតែ accident មិនឃើញ accident ending មិនឃើញបាទចឹងបន្ទាប់ពីគាត់បំពេញ survey មួយនឹងចប់គាត់ចុចប៊ូតុង complete បាទចឹងនៅពេលដែលគាត់ចុចប៊ូតុង complete គឺ survey មួយហ្នឹងគឺធ្វើការ submit ហ្នឹងគឺទទួលបានជោគជ័យ